tôi chụp cái này cho mùi khảo đi vai pram son mùi pi khảo thì lần này mình chọn làm mùi pram pram mùi cái sập pram lần này sẽ đi tham mày làm pi pram đạp chiêng mà này nhung mà đến vintage vintage classic jean ok let's go và còn ní cứ chụp khảo Levi pram son mùi lần pi cái bạc mùi lần này mình càng và khảo sẽ đi trảอยู่กา30 ឆ្នាំជាហើយប៉ុន្តែសភាពខោគេសាច់របស់ធ្នេបាទស្អាតអត់មានចាញ់សេរីថ្មីប៉ុន្មានទេណាក្បាលលាវគេអីស្អាតណានេះតែ red tape small e ហើយជួបយើងមើលខោសេរីថ្មី501 new modern ផលិតឆ្នាំ2010ជាងបាទនេះសេរីថ្មីគឺសាច់គេក៏ស្អាតម្យ៉ាងដែរសាច់ក្រាស់ក្តាំងហាប់ red tape small e Levi jean Levi logo នេះហបប៉ាបាទគេក៏វាខោស្អាតសាច់គេក៏ស្អាតសេរីថ្មីណាស់ប៉ុន្តែបងប្អូនយើងជួបគ្នាជាមួយខាងមុខបាទប្រកបនេះអាមេរិកផលិតនៅអាមេរិក USA ឆ្នាំ1990ជាងបាទក្បាលលាក់បាទគេបងហើយលាបអូខេ1.45បាទលាបអូខេ5គ្រាប់ហើយមើលកប៉ាល់កោះហងផ្ដិតពីកបាសបាទអត់មាន line logo អក្សរអីទេគឺហាប់ទុនត្រជាក់ហើយចំពោះស្លាកប្រភពផលិតប្រទេសគេដាក់នេះបងប្អូនឃើញ Levi logo made in USA មិនគិតព្រមកតូន 100% មានន័យថាផលិតពីកបាស 100% ផលិតនៅប្រទេសអាមេរិកបាទទៅហុំចកេះវាយសំរងបាទឆ្នាំខែ7ផលិតនៅខែ7ឆ្នាំ1995ឥឡូវយើងជួបគ្នាជាមួយយូដឺនសេរីថ្មីឆ្នាំ2010ជាងនេះស្អាតក្បាលលាវគេសាច់មានសាច់គេស្អាតអែមតែបងប្អូននេះបាទនេះក្បាលលាវគេមានលេខកូដត្រឹមត្រូវគ្នាមើលបាទខបលាវ1.5ដូចគ្នាបងប្អូនបាទអូនេះបងប្អូនឃើញសេរីថ្មីឆ្នាំ2010ជាង New Modern នៅគេផលិតសេរីក្រោយ501បាទគឺដាក់ស្លាកនៅខាងនេះដៃអាមេរិកកាំងនៅខាងក្នុងគោផ្លូវខាងឆ្វេងអានេះគេដាក់នៅលើចកេះទេបងប្អូនឃើញផលិតនៅប្រទេសហៃទីបាទនេះទំហំចកេះហើយសម្រងបងប្អូនបាទខុសគ្នាពីរហ្នឹងបងប្អូនណាអានេះ Man USA នេះ New Modern អូខេបាទខុសគ្នាហើយយកទៅប៉ាវហៅប៉ាវក៏ខុសគ្នាដែរអ្នកនរគ្នាឃើញទេបាទហៅប៉ាវ New Modern សេរីថ្មីបាទឆ្នាំ2010ជាងគេមាន logo មាន logo Levi បាទគេបាទមាន logo ស្លាកតែអាមេរិកកាំង vintage ជីនអត់មានអីទាំងអស់លាតស្មើបាទមើលខុសគ្នាអញ្ចឹងណាបងប្អូនហើយស្លាកកលេចមកមើលស្លាកខាងក្រោយបាទនេះមានដាក់ Man USA នេះអត់មានទេបងប្អូនបាទអានេះក្រាស់ទុនអានេះក្រាស់រឹងបាទក្រាស់រឹងបាទមួយចាក់ស្ដែងណាបាទនេះបាទ logo នេះសញ្ញាសេះទីងខោដិតនេះហៀងស្រាឡាយបាទអូខេអូហើយយើងទៅមើលជើងខោថ្នេសេរីថ្មីផលិតឆ្នាំ2010ជាងបងប្អូនមើលថ្នេស្អាតនិយាយទៅខោមួយនេះសេរីថ្មីមែនប៉ុន្តែការផលិតឡើងពីរោងចក្ររបស់គេគឺទឹកតាំងទឹកដៃរបស់គេយកចិត្តទុកដាក់ផ្ចិតផ្ចង់ជាងមើលបាទថ្នេចុងជើងរបស់គេស្អាតមិនមែនថ្នេផ្កាដងទេមួយប៉ុន្តែស្អាតហើយមើលអាមេរិកាំងសេរីចាស់ផលិតឆ្នាំ1995មានអាយុកាល30ឆ្នាំជាងបងប្អូនឃើញហ៎បាទស្អាតថ្នេឡាយរបស់គេ please ស្អាតថ្នេមួយដូចគ្នាមានកាដូបងប្អូនបាទប៉ុន្តែអ្វីសំខាន់បងប្អូនឃើញឃើញប៉ាក់ផុងក្នុងហ៎ប៉ាក់ផុងក្នុងគឺពណ៌សបាទណាពណ៌សបែកទឹកប្រាក់ហ្នឹងគឺអាមេរិកាំងសេរីចាស់បងអាមេរិកាំងសេរីចាស់គឺថ្នេប៉ាក់ក្នុងគេបែបហ្នឹងហើយជាមើលសេរីថ្មីប៉ាក់គេអា New Modern ណាមើលឃើញហ៎បងប្អូនឃើញបាទខុសគ្នាបាទបើឲ្យ admin ដាក់បន្ទុកឲ្យបាទតាំងតែអាមេរិកាំងនេះហើយសេរីចាស់នេះហើយ vintage បាទនេះហើយស្អាត
តែសេរីថ្មីនេះក៏មិនចាញ់សេរីចាស់ហ្មងដែរតែសម្រាប់បងសម្រាប់អ្នកលេងយឺហោចូលចិត្ត vintage Levi yes ឃើញខោពីនេះដឹងមួយណាបិកាំងសេរីចាស់មួយណាសេរីថ្មីបាទអរគុណច្រើនអញ្ចឹងវីដេអូថ្ងៃនេះគឺយើងមានប៉ុណ្ណឹងអញ្ចឹងសម្រាប់បងដែលបានទស្សនាវីដេអូសូមជួយ like subscribe channel របស់ខ្ញុំនឹងព្យាយាមស្វែងរកខោពិសេស vintage សេរីចាស់ថ្មីបន្តទៀតដើម្បីធ្វើវីដេអូជូនបងប្អូនទស្សនាសូមអរគុណជួបគ្នាជាមួយវីដេអូក្រោយនៅលើ channel របស់ខ្ញុំ